Python គឺជាភាសា Programming Language ដែលកំពុងដំណើរការ AI ស្ទើរតែទាំងអស់នៅលើអ៊ីនធឺណិតត្រឡប់ទៅកាន់ឆ្នាំ1989លោក Guido van Rossum ធុញទ្រាន់នឹងភាសា Programming Language ដែលមានភាពពិបាកក្នុងការសរសេរនិងមាន syntax ស្មុគស្មាញពេកដូច្នេះគាត់ក៏ចង់បង្កើតភាសា Programming Language មួយដែលមានភាពសាមញ្ញងាយស្រួលអាននិងងាយស្រួលសរសេរដូចទៅនឹងភាសាអង់គ្លេសដូចនោះដែរភាសា Programming ចាស់ៗដូចជា C ឬក៏ Java វាខ្លាំងក៏ប៉ុន្តែពិបាកក្នុងការប្រើប្រាស់គឺតម្រូវឲ្យមានការសរសេរកូដជាច្រើនឡាញដើម្បីសម្រេចបានរឿងតូចមួយអានហើយមានអារម្មណ៍ថាដូចជាការដោះស្រាយ password ដូចនោះដែរអញ្ចឹងតើ Python ដំណើរការបានយ៉ាងដូចម្តេចនៅពេលដែលអ្នកទាំងអស់គ្នាសរសេរ Python កុំព្យូទ័រអ្នកទាំងអស់គ្នាមិនយល់ Python តែផ្ទាល់នោះទេគឺវាតម្រូវឲ្យមានអ្នកបកប្រែដែលហៅថា interpreter ដែលជាអ្នកអានកូដរបស់អ្នកទាំងអស់គ្នាម្ដងមួយបន្ទាប់មកបកប្រែហើយ execute នេះគឺជារបៀបដែលវាដំណើរការនៅពេលដែលអ្នកទាំងអស់គ្នាសរសេរកូដ interpreter អានបន្ទាប់មកបកប្រែទៅជា bytecode បន្ទាប់មកកុំព្យូទ័រអ្នកទាំងអស់គ្នា execute បន្ទាប់មកចេញជាលទ្ធផលវិធី read line by line នេះហើយគឺធ្វើឲ្យ Python ងាយតេស្តងាយ fix ហើយ run បាននៅលើគ្រប់ machine ដូចជា Windows Mac និង Linux ដែលមិនចាំបាច់បដូរកូដទោះបី system ខុសគ្នាយ៉ាងណាក៏ដោយតើ Python មានសមត្ថភាពធ្វើអ្វីបានខ្លះ Python មាន library និង framework ជាង 400,000 library និង framework នោះមានន័យថាអ្វីដែលអ្នកទាំងអស់គ្នាចង់ build ស្ទើរតែទាំងអស់គឺមាននរណាម្នាក់ build tool ទុកមុនរួចជាស្រេចមកហើយគឺគ្រាន់តែ install មកប្រើប្រាស់តែប៉ុណ្ណោះដោយនៅក្នុងវិស័យ AI និង Machine Learning TensorFlow និង PyTorch គឺជា tool ដែលក្រុមហ៊ុន OpenAI ប្រើប្រាស់សម្រាប់ train ChatGPT ហើយ Google ប្រើប្រាស់សម្រាប់ train Google Gemini ហើយ Python គឺជាក្នុងបង្អែកនៃ AI សម័យទំនើបនេះចំណែកឯនៅក្នុងវិស័យ Data Science វិញ Python មាន Pandas, NumPy និង Matplotlib ដែលអនុញ្ញាតឲ្យអ្នកទាំងអស់គ្នា analyze data បានរាប់លាន row ក្នុងរយៈពេលប្រហែលវិនាទីហើយអាចបង្ហាញឆាតបានស្អាតៗទៀតផងរីឯវិស័យ Web Development វិញ Python មាន Django, Fast API និង Flash Instagram គឺជា platform ដែលមានមនុស្ស 1000 លានអ្នកប្រើគឺ run នៅលើ Django ហើយ Fast API គឺជា framework ដែលល្បីបំផុតសម្រាប់ build API បានលឿនរីឯនៅក្នុងវិស័យ Automation វិញ Selenium, Playwright, Request និង Beautiful Soups បើសិនបើអ្នកនរគ្នាចង់ឲ្យ Python ចូលទៅក្នុង website ណាមួយហើយ click fill forms information និង download data នៅ file ប្រវត្តិគឺប្រើប្រាស់ Selenium បើសិនបើអ្នកនរគ្នាចង់ pull data ពី website ណាមួយគឺប្រើប្រាស់ Beautiful Soupsការងារតែ1ម៉ោងគឺ Python ធ្វើតែ1វិនាទីតែប៉ុណ្ណោះរីឯវិស័យ DevOps និង Cloud Python មាន Accessible, Boto3 និង Firebase ការងារ deploy server និងគ្រប់គ្រង Cloud Infrastructure AWS, Google Cloud និង Microsoft Azure ទាំងអស់នេះគឺសុទ្ធតែ support Python SDK ទាំងអស់ចូលកលេចមកមើលវិស័យ Cyber Security ណាវិញ Python មាន Scampi, Paramiko និង PWN tool ដោយ hacker និង security researcher សុទ្ធសឹងតែប្រើ Python ទាំងអស់ពីព្រោះ Python ងាយស្រួលក្នុងការ automate attack pattern និង analyze vulnerability ចំណែកឯវិស័យ Science និង Research ឯណាវិញ Python មាន Skimpy, SymPy និង Bioton ដោយ NASA បានប្រើប្រាស់ Python ដើម្បី analyze ទិន្នន័យក្នុង space រីឯ Medical Researcher បានប្រើប្រាស់ Python ដើម្បី analyze gene ចំណែកឯនៅក្នុងវិស័យ Game និង IoT ឯណាវិញ Python មាន Pygame គឺប្រើប្រាស់សម្រាប់បង្កើត game 2D MicroPython RPI.GPIO គឺសម្រាប់ Raspberry Pi និង Robot បច្ចុប្បន្ននេះ Python គឺជាភាសាលេខ1ដែលពេញនិយមជាងគេបំផុតរយៈពេល5ឆ្នាំជាប់គ្នានៅលើ Stack Overflow និង GitHub ហើយ Python ក៏ដើរតួយ៉ាងសំខាន់ផងដែរនៅក្នុងវិស័យ AI នាពេលបច្ចុប្បន្ននេះទាំងអស់នេះគឺជាខ្លឹមសារអំពី Python សូមអ្នកទាំងអស់គ្នាចុច Subscribe ដើម្បីទទួលបាន content ថ្មីៗពី Delft